ចឹងដោយសារមានបងប្អូនក៏សួរច្រើនតើយើងធ្វើរូបទាំងអស់នេះតាមរយៈណាអញ្ចឹងបាទអញ្ចឹងរូបទាំងអស់នេះគឺយើងប្រើតាមរយៈ AI គឺខ្ញុំប្រើទៅលើ ChatGPT បាទឥឡូវយើងចូលទាំងអស់គ្នាអញ្ចឹងបងប្អូនបើក web browser ណាមួយមកឬក៏បងប្អូនអាចប្រើប្រាស់នៅក្នុងទូរស័ព្ទក៏បានបាទអញ្ចឹងបើប្រើទូរស័ព្ទបងប្អូនអាចប្រើ web browser ឬក៏អាចទៅ download app ChatGPT មកប្រើក៏បានដែរខ្ញុំប្រើនៅក្នុង web browser ខ្ញុំ search ChatGPT មកបាទហើយយក link ខាងលើគេនេះដើម្បីយើងអាចយករូបរបស់យើងទៅជារូប anime ផ្សេងៗឬក៏ cartoon បានតើយើងត្រូវ sign up ជាមួយនឹង ChatGPT នេះសិនណាបាទបន្ទាប់មកខ្ញុំយកអានឹងក៏បានដែរអញ្ចឹងយើងត្រូវ sign up មួយសិនបាទទៅលើ email ដែលយើងប្រើប្រាស់ហ្នឹងមកអូខេអញ្ចឹងខ្ញុំយកជាមួយនឹង Google account របស់ខ្ញុំបាទហើយខ្ញុំរើសមកយ៉ាថាយើង continue ទៅបាទអញ្ចឹងបងប្អូនអាចដាក់ឈ្មោះរបស់យើងតិចមកឧទាហរណ៍ដាក់ឈ្មោះអញ្ចឹងមកបាទអញ្ចឹងនេះថ្ងៃខែខែម៉ោងយើងចិត្តដាក់អីទេចិត្តតែដាក់5 4 1990អញ្ចឹងបាទហើយចុច continue ទៅចឹងដើម្បីយើងអាចបំលែងចឹងបងប្អូនត្រូវចុចលេខសញ្ញាបូកនេះហើយទៅផ្សាយរករូបរបស់យើងតើនៅកន្លែងណាអញ្ចឹងណាចឹងបងប្អូនអាចយកកន្លែង upload file ឬក៏ខ្លះវាចេញfrom computer អញ្ចឹងទៅអញ្ចឹងយើងយកអានេះមកតើបងប្អូនតើរើសទីតាំងរូបរបស់យើងមកណាដែលយើងចង់យករូបហ្នឹងអញ្ចឹងខ្ញុំយករូបនឹងដដែលបាទហើយយើង open វាមកឬក៏បងប្អូន copy paste ក៏បានដែរបាទបន្ទាប់មកយើងសរសេរ prompt របស់វាតើយើងចង់ឲ្យទៅជាអីអញ្ចឹង make this image into GIBL 3DLI style អញ្ចឹងមកបន្ទាប់មកយើងចុចឲ្យវា run ទៅបាទអញ្ចឹងវាកំពុងតែដំណើរការយើងហើយអញ្ចឹងវាអាចចំណាយពេល1នាទីទៅ2នាទីដែរបាទអញ្ចឹងខ្ញុំអាចនឹងដាក់រៀងលឿនជាងតិចដោយសារកុំឲ្យវីដេអូនោះវែងអញ្ចឹងមកបងប្អូនធ្វើជាក់ស្ដែងអាចយើងចំណាយពេលបន្តិចណាបាទអូខេឥឡូវយើងបានមួយហើយបាទអញ្ចឹងបងប្អូនអាច download ទៅមកអញ្ចឹងវានឹងចូលទៅក្នុងកុំព្យូទ័ររបស់យើងឬក៏ក្នុងការរៀនរបស់យើងប្រើទូរស័ព្ទដែរណាបាទឬក៏យើងអាចប្រើប្រាស់ model មួយថ្មីមួយទៀតអញ្ចឹងបងប្អូនអាច copy ពីហ្នឹងទៅមកក៏បានដែរយើងមកស្ដានចូល copy ដើម្បីយើងជឿ upload សាថ្មីផាសទៅមកបាទហើយយើង copy script របស់យើងដែរបាទខ្ញុំផាសមួយទៀតខ្ញុំប្រើ PIXAR បាទហើយយើង start ម្ដងទៀតអូខេឥឡូវបាទយើងបានប្រភេទថ្មីមួយទៀតហើយបាទអញ្ចឹងបងប្អូនអាច download មកប្រើប្រាស់បានដូចគ្នាអញ្ចឹងបាទអញ្ចឹងកុំឲ្យខាតពេលច្រើនអញ្ចឹងគឺយើងគ្រាន់តែសរសេរដដែលហ្នឹងហើយយើងដូរ style យើងចង់បានមកអញ្ចឹង style ផ្សេងៗខ្ញុំនឹងតម្លាក់នៅខាងក្រោយវីដេអូនេះអញ្ចឹងឬក៏បងប្អូនចង់បាន style ខុសពីនេះអាចសរសេរជួយខ្លួនឯងបានបាទអញ្ចឹងសូមអរគុណ